ngày nét nhom trong hai piរបៀបដូរតម្រង់ម៉ាស៊ីននេះ ionizer នេះទូទៅតម្រង់វាមកមកប្រអប់មកអញ្ចឹងណាតម្រង់ប្រអប់មកប្រអប់មានមួយហ្នឹងលេខ1ដាក់លេខ1តម្រង់ក្នុងនេះលេខមានតែ2ឯងលេខ1និងលេខ2ហើយយើងដោះអញ្ចឹងមកហើយយើងត្រូវទាញហ្នឹងនេះផ្អែកខាងនេះកាមេរ៉ាថតឲ្យនេះឃើញលេខ1នេះហើយយើងបិទទឹកមុនហ្នឹងហើយយើងមូមកខាងឆ្វេងមកយើងមូខាងឆ្វេងមកបានណារួចទៅយើងដាក់តម្រង់ថ្មីចូលណាដាក់តម្រង់ថ្មីចូលដាក់ត្រូវញ៉ាំឲ្យត្រូវអសរបស់វាដើម្បីយើងស្រួលយើងស្រួលនេះយើងស្រួលចំណាំថ្ងៃក្រោយគាត់នេះខាងនោះលេខ2ហើយយើងមូហើយយើងដាក់ចូលវិញបន្តិចមកនេះកន្លះវាហើយចាំជូតទឹកឲ្យស្អាតអីតាមក្រោយបន្ទាប់មកយើងទៅបើកទឹកឥឡូវយើងបានហើយយើងបើកទឹកយើងចុចទឹកទៅបុកចូលហ្នឹងអូខេឥឡូវយើងបើកទឹកហើយប៉ុន្តែនេះកាមេរ៉ាមកមើលនេះតិចវានៅតែលោតដដែលណាលោតលេខ0ដែរអាហ្នឹងទាមទារឲ្យយើងសិតថ្មីអញ្ចឹងរបៀបសិតតម្រង់ថ្មីអញ្ចឹងយើងគ្រាន់តែបិទអាហ្នឹងមកណាមានន័យថាយើងបិទម៉ាស៊ីនយើងចេញអញ្ចឹងទៅហើយ filter លេខ1អញ្ចឹងយើងចុចលេខ1នេះគេដាក់ filter number 1នេះចុចទៅអាហ្នឹងវា replace មកវិញហ៎អូខេអញ្ចឹងវា replace មកវិញហើយដែលយើងចុចបើកមកវាឡើង 3500 លីត្រណាឡើង 3500 លីត្រវិញអញ្ចឹងប្រសិនបើបងប្អូនចង់តម្លើងតម្រង់ណាចង់តម្លើងនេះគេហៅថាចំនួនលីត្រនៃម៉ាស៊ីននេះយើងបិទម៉ាស៊ីនមកហើយយើងចុច menu ជាមួយ filter លេខ1នេះមកណាយើងបិទទឹកហើយយើងចុចរហូតទៅដល់ S7 បើយើងចង់តម្លើងយើងចុច filter number 1មកឥឡូវខ្ញុំតម្លើងដាក់50ហើយខ្ញុំ save ខ្ញុំចុច water purify អញ្ចឹងមកខ្ញុំមកសិតណាខ្ញុំបើកចេះខ្ញុំមកសិតផ្សេងតែខ្ញុំមកសិតអានេះវិញឡើង 5000 លីត្រមិញដាក់ 5000 ឥឡូវវាឡើង 5000 លីត្រមិញ 3500 អញ្ចឹងរបៀបសិតនេះតម្រង់គឺយើងសិតបែបហ្នឹងហើយសូមប៉ុណ្ណឹងសិនចុះណា